បងប្អូនអរគ្នាបងប្អូនមើលមកខាងក្បែរដៃខ្ញុំនេះគឺជាកន្លែងសម្រាប់ order កាហ្វេបងប្អូននេះបើនិយាយភាសាខ្មែរកន្លែងសម្រាប់យើងកំងកាហ្វេញ៉ាំបើនេះសួរថាតើកាហ្វេហ្នឹងណាហើយយើងកំងតាមរយៈអីនេះបងប្អូនកលេចមកមើលនៅខាងក្នុងទូនេះគឺជា robot ទេបងប្អូនហើយដែលយើងប្រើ robot នេះសម្រាប់ឆុងកាហ្វេតែម្ដងបងប្អូនឃើញទេឃើញដៃរបស់វាបងប្អូននេះអញ្ចឹងនេះគឺជាការតាំងបង្ហាញមួយទេប៉ុន្តែប្រសិនបើយើងនិយាយអំពីតួនាទីវា function របស់វាគឺវាមានតួនាទីក្នុងការឆុងកាហ្វេឲ្យបងប្អូនពិសាតែម្ដងអញ្ចឹងអ្វីដែលយើងអាចនឹងដឹងពេលនេះគឺថាវ៉ាវពិសេសមែនតើគឺយើងយក robot ទៅឆុងកាហ្វេហើយបន្ទាប់មកយើងអាច order កាហ្វេយើងអាចពិសាកាហ្វេដោយកំងហើយកាហ្វេចេញពីកន្លែងនេះបាននេះគឺជាដៃ robot សម្រាប់ឆុងកាហ្វេបងប្អូននៅខាងនោះនៅខាងក្នុងហើយបន្តមកទៀតនោះគឺជាម៉ាស៊ីនឆុងកាហ្វេហើយបងប្អូននោះដូនជំរាបសួរបាទអូនអាចបញ្យល់លម្អិតបន្តិចឬក៏អាចថាយើងបញ្យល់ត្រួសក៏បានដែរឲ្យបងប្អូនយើងយល់ថាឥឡូវនេះយើងយក robot មកឆុងកាហ្វេឲ្យបងប្អូនយើងដែលគាត់ចង់ពិសាអីយើងអាចកំងបានមែនទេអូនអាចបញ្ជាក់ពីដំណើរការបន្តិចៗមកតោះបាទមកសម្រាប់ robot កាហ្វេនេះជាដំបូងគឺយើងត្រូវចូលទៅកាន់ផ្ទាំងមនុយដើម្បីកំងយើងមានផ្ទាំងសម្រាប់កំងមនុយយើងមានជាភាសាអង់គ្លេសនិងភាសាខ្មែរវ៉ាវអញ្ចឹងយើងអាច select ភាសាទាំងភាសាអង់គ្លេសនិងភាសាខ្មែរហើយមានទាំងក្តៅនិងត្រជាក់អូបាទពិសេសមែនតើអញ្ចឹងឧទាហរណ៍បើយើងខ្ជិលអង់គ្លេសដាក់ខ្មែរអញ្ចឹងណាឥឡូវទៀតថាយើងយកត្រជាក់ចោលណាបាទអូអត់ស្តុកបច្ចុប្បន្នគឺកាហ្វេរបស់យើងគឺអត់ពីស្តុកហើយអញ្ចឹងយើងអាចធ្វើការ order បានសម្រាប់ថ្ងៃនេះបងវ៉ាវបាទអញ្ចឹងនៅពេលដែលយើងកំងហើយវានឹងចេញផ្ទាំងវិក័យប័ត្រមួយមកឲ្យយើងបន្ទាប់មកគឺយើងយកវិក័យប័ត្រហ្នឹងមក scan កន្លែងនេះនៅពេលដែលកាហ្វេឆុងរួចអូអញ្ចឹងនៅពេលដែលយើង order ហើយវានឹងចាប់ផ្ដើមធ្វើប្រតិបត្តិការឆុងកាហ្វេឲ្យយើងនៅពេលដែលវារួចរាល់វានឹងបញ្ចេញមកតាមនេះហើយយើងគ្រាន់តែ scan กระดาษ barcode ហ្នឹងទៅវានឹងយើងអាចយកកាហ្វេមកបរិភោគបានអញ្ចឹងហើយយើងមកដល់កន្លែងនេះយើងធ្វើមិនដឹងថា robot វាដឹងថាយើងកំងកាហ្វេអីsystem ហ្នឹងគឺវាដំណើរការដោយស្វ័យប្រវត្តិអញ្ចឹងបាទអញ្ចឹងនេះថាបន្ទាប់ពីយើងកំងនៅកន្លែងនេះហើយយើងគ្រាន់តែធ្វើការរងចាំ robot វានឹងឆុងកាហ្វេជូនយើងហើយចុងក្រោយនៅពេលដែល robot ធ្វើហើយយើងយក barcode ដែលយើងបានមកពីកន្លែង order នេះមែនទេយើងយកមកដល់ដាក់កន្លែងនេះគឺយើងអាចហូបកាហ្វេបានហើយណាបាទអញ្ចឹងនៅខាងលើហ្នឹងវាមានផ្ទាំង order មួយវាមានសម្ព័ន្ធលេខរៀងរបស់អ្នកកំងបងអញ្ចឹងនៅក្នុងវិក័យប័ត្ររបស់យើងមានលេខកូដរងចាំហ្មងបាទនេះកន្លែងលេខកូដរងចាំវានៅខាងលើ order list ហ្មងនៅ order list អញ្ចឹងនៅពេលដែលកាហ្វេឆុងរួចរាល់វានឹងចេញមក finish បាទអញ្ចឹងមានអាវ1ហើយនិងអាវ2បងអញ្ចឹងមានន័យថាកន្លែងចេញទីតាំងទី1និងចេញទីតាំងទី2អូបានន័យថានេះទីតាំងទី1នៅកន្លែងនេះណាបាទកាមេរ៉ាចាំមកកន្លែងនេះគឺទីតាំងទី1នៅកន្លែងនេះហើយទីតាំងទី2នៅកន្លែងនេះអញ្ចឹងវាចេញមកជាទម្រង់បែបម៉េចទៅដល់ព្រោះនេះដូចជាមានកញ្ចក់ទេមែនទេបាទកញ្ចក់ណានៅពេលនេះគឺជាកញ្ចក់បងនៅពេលដែលយើង scan barcode កញ្ចក់នេះវានឹងធ្លាក់ចុះយើងអាចយកកាហ្វេមកញ៉ាំបានវ៉ាវពិសេសមែនតើបងប្អូនកន្លងមកយើងធ្លាប់តែឃើញបរទេសទេដែលគេធ្វើបែបនេះប៉ុន្តែឥឡូវនេះ AI Farm ក៏អាចផលិត robot បែបនឹងបានដែរបងប្អូនបងអាចជួយជំរាបជូនបងប្អូនយើងបន្តិចទៅបាទបងខ្ញុំសួរបងប្អូនខ្មែរទាំងអស់គ្នាខ្ញុំបាទឈ្មោះថៃផានីជាវិស្វករមកពីក្រុមហ៊ុន AI Farm បាទបងប្អូនយើងខ្លះបែរជាគាត់ឆ្ងល់ថាចូលរសជាតិមិនដែររសជាតិគឺឆ្ងាញ់ហ្មងខុងលឿននេះអូនអាចចំណាយពេលពី3ទៅ5នាទីហ្មងបាទអញ្ចឹងតែនេះថាមិនយឺតទេណោះមិនយូរទេអត់យូរទេបងដូចគេឆុងនៅតាមហាងកាហ្វេធម្មតាអញ្ចឹងបងធម្មតា robot វាអត់ដឹងទេមែនទេបាទតើមានរូបមន្តនេះតម្លាក់ក្នុងហ្នឹងសម្រាប់យើងធ្វើទៀតថាឥឡូវយកកាហ្វេ40ឬក៏អីហ្នឹងហើយខាង robot ដឹងដែរឬក៏អានេះវាមានស្រេចមកតែម្ដងកន្លែងនេះយើងជាអ្នក set up នៅខាងក្នុង robot ហើយស្រាប់ប្រាប់បងមិនថាយើង set up ឲ្យកាហ្វេមកឆ្ងាញ់ហើយគឺយើងរួចរាល់ហ្មងអត់មាន add on បន្ថែមទេឧទាហរណ៍អ្នកខ្លះគាត់អត់សូវចូលចិត្តស្ករអីគាត់អាចបន្ថយបាននេះមែនទេបាទបងសម្រាប់កាហ្វេនេះគឺយើងអត់ប្រើស្ករទេបងស្ករគឺយើង add on នៅខាងក្រៅអូឧទាហរណ៍ថាឥឡូវយើងឆុងនេះគឺមានតែកាហ្វេទេណោះ
បាទ វ៉ាវពិសេសមែនតើបងប្អូនធ្លាប់ឃើញតែបរទេសទេគេធ្វើអញ្ចឹងគេកំងអីរបស់ផ្សេងឬក៏គេកំងភេសជ្ជៈអីផ្សេងគឺគេធ្វើតាមហ្នឹងតែឥឡូវ AI Farm ពិតជាធ្វើបានមែនបងប្អូនគាត់អាចបញ្ជាក់បានទេថាឥឡូវនេះយើងគ្រាន់តែធ្វើបង្ហាញទេឬក៏ធ្វើឲ្យ 100% ហើយ បាទបងអានេះគឺយើងធ្វើឲ្យ 100% ហ្មង អញ្ចឹងហ៎យើងអាចដំណើរការទៅបានហើយមែនទេ បាទ ធ្លាប់សាកល្បងប្រហែល5ថ្ងៃ យើងសាកល្បងនៅផៃកាហ្វេបង អូថៃកាហ្វេ បាទ នេះបងប្អូនថៃកាហ្វេនេះគឺនៅទល់មុខជាមួយកោះពេជ្រទេ បាទបង ទៅទេ បាទបង បាទនេះបងប្អូននេះអញ្ចឹងគាត់សាកល្បងនៅថៃកាហ្វេរួចហើយថាអានេះវាអាចដំណើរការបានមែនណា បាទ វ៉ាវពិសេសមែនតើអូហូចង់ដឹងថាថៃកាហ្វេគាត់ពិសេសបែបណាចាំមើលយើងនៅទៅតេស្តបន្តែអរគុណណាបងណា បាទ បាទអរគុណជំរាបលា បាទ បាទ